ក្មេងប្រុសម្នាក់អាយុ10ឆ្នាំនឹងកើតនឹងរស់នៅប្រទេសថៃដែលពុកម្ដាយជាពលករខ្មែរដែលរស់នៅខាងប្រទេសថៃហ្នឹងហើយត្រូវបានបោះបង់ចោលហើយព្រោះគ្មានលទ្ធភាពចិញ្ចឹមបីបាច់និងព្យាបាលពួកក្មេងប្រុសអាយុ10ឆ្នាំនេះគាត់មានជំងឺប្រចាំកាយរបស់គាត់ដែរនៅថ្ងៃទី24មិថុនាឆ្នាំ2025ចាកុមារនេះត្រូវបានមន្ទីរពេទ្យចាគឺថៃបញ្ជូនមកប្រទេសកម្ពុជាវិញគាត់អត់ចេះនិយាយភាសាខ្មែរទេប៉ុន្តែអាចស្ដាប់យល់បានហើយត្រូវបានការយកចិត្តទុកដាក់ថែទាំព្យាបាលយ៉ាងដិតដល់បំផុតពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុងដែលបានជួយផ្គត់ផ្គង់មានម្ហូបសម្លៀកបំពាក់ទាំងការថែទាំព្យាបាលហើយជាងនេះទៅទៀតគាត់ត្រូវបានយកចិត្តទុកដាក់ឧបត្ថម្ភបន្ថែមប្រកបដោយក្តីមេត្តាក្តីអាណិតអាសូរពីសំណាក់លោកជំទាវមិថុនាពូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុងពេលនេះស្ថានភាពរបស់ក្មួយប្រុសនេះគឺបានធូរស្បើយហើយជំងឺរបស់គាត់ហ្នឹងគឺគាត់មានជំងឺរលាកតម្រងនោមរ៉ាំរ៉ៃចាអញ្ចឹងទៅមើលទៅហើបដៃហើបជើងបាទមើលមិញស្មារតីទឹកបាទពោះគាត់ធំចាអញ្ចឹងជនជាតិខ្មែរឈាមជ័រខ្មែរទោះបីនៅទីណាស្ថិតក្នុងកលៈទេសៈស្ថានភាពបែបណាយើងជាខ្មែរនៅតែខ្មែររួមជាតិតែមួយទេអញ្ចឹងខាងក្រុមគ្រូពេទ្យក៏ដូចជាលោកជំទាវមិថុនាភូថងអភិបាលខេត្តហើយនឹងចាលោកក្រុមគ្រូពេទ្យទាំងអស់ហ្នឹងគាត់ស្រឡាញ់គាត់មើលថែទាំដិតដល់ណាបើសិនជាពុកម្ដាយយាយតារបស់កុមារនេះមិនទទួលឬថាបោះបង់គាត់ចោលប៉ុន្តែក្រុមគ្រូពេទ្យមិនបោះបង់គាត់ចោលទេឥឡូវនេះគាត់បានធូរស្បើយហើយបាទធូរស្បើយឃើញពោះឲ្យរៀងស្រក់វិញចាបាទអញ្ចឹងអរគុណច្រើនបាទចំពោះទឹកចិត្តរបស់លោកជំទាវមិថុនាភូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុងបាទនិងមន្ត្រីក្រមអាវ៉ាតបាទពិសេសគឺក្រុមគ្រូពេទ្យបាទក្រុមគ្រូពេទ្យបាទគឺគាត់ជួយមើលថែកុមារនេះខ្ញុំឃើញគេចែកចាយលើបណ្ដាញសង្គមដែរបាទមើលទៅកុមារនេះគួរឲ្យស្រឡាញ់បាទគួរឲ្យស្រឡាញ់បាទអាយុ10ឆ្នាំបាទពុំពេញចេះមានអំណោយទៀតបាទណិតមែនតើបាទម្ដាយឪពុកគាត់អស់លទ្ធភាពបាទម្ដាយឪពុកនៅថៃបាទធ្វើការនៅថៃបាទហើយត្រូវបានខាងថៃហ្នឹងគាត់បញ្ជូនមកវិញបោះចោលព្រោះពុកម្ដាយបោះបង់គាត់ចោលអត់មានលទ្ធភាពជាបានថែទាំបាទមើលទៅគួរឲ្យស្រឡាញ់ឆ្លាតដែរថាក្មេងនេះអាចឆ្លាតបាទមើលទឹកមុខគាត់ដឹងហើយឮថាអត់ចេះខ្មែរទេបាទអញ្ចឹងអត់អីទេបាទតិចទៀតមិននៅខ្មែរយូរចេះខ្មែរបាទអញ្ចឹងជូនពរក្មួយប្រុសបាទសុខភាពល្អនិងមានអនាគតល្អចា